Polar Red Bell Limited Edition EDP ខ្ញុំគិតថាទាំងអស់នេះល្អមែនទែនសម្រាប់ទិញកាដូជូនមនុស្សជាទីស្រឡាញ់ឬក៏ទិញកាដូជូនទេអានេះចេញមកបែបជូតប៉ុន្តែក្លិនវាគឺអែមខ្លាំងមែនទែនក្លិនវាបែបចេញមកក៏អូបឈ្ងុយបែបរៀងខូចសំខាន់វាមាន ingredient ថ្នាំជក់ដែលជា ingredient ខ្ញុំស្រឡាញ់ខ្លាំងមែនទែនហើយក្លិននេះក៏មានលាយជាមួយនឹងក្លិន woody បែបឈើលាយជាមួយនឹងក្លិនស្បែកថ្លៃលាយជាមួយនឹងក្លិនបែបចេញមកហឹរបែបស្រស់ស្រាយណាអ្នកនរគ្នានិយាយទៅអានេះវាពិសេសត្រង់ថាក្លិនវាអត់ដូចជាមួយនឹង Polo Red EDP ហ្មងទេក្លិនវាចេញមករៀងពិសេសជាងគេរៀងចេញមកប្លែក unique ណាវាអត់ដូចអាធម្មតាចឹងមកគេដាក់ចេញមក limited edition អ្នកនរគ្នាហើយសម្រាប់អានេះខ្ញុំគិតថាបងអាចបាញ់បានគ្រប់ទីកន្លែងតែម្ដងក្លិនវាគឺក៏អូបឈ្ងុយបាត់ចេញមករៀង manly ភាពជាបរិសុទ្ធហើយអ្នកនរគ្នាហើយក្លិននេះបងបាញ់ទៅលក្ខណៈបងរៀងឈៀលឬក៏បងបាញ់ទៅដើរលេងដូចជា holiday សៅរ៍អាទិត្យអីគឺប្រើនេះត្រូវខ្លាំងមែនតើក្លិនវាចេញមកគឺអត់ជន់គេតែម្ដងអ្នកនរគ្នាចឹងសម្រាប់អានេះ125 ml ត្រឹមតែ$65សំខាន់វាជាភេទ Pink Order Parfum អាចជាប់បានពី4ទៅ5ម៉ោងឬក៏លើសនឹងអាស្រ័យទៅលើការប្រើប្រាស់បងចឹងសម្រាប់តអប់នេះគឺវាសល់រៀងតិច stock ដែរទេបងយកឲ្យតន់ណាចូលបងចង់បានតអប់នេះអាចទៅតង Page Affirmation បានបាយបាយ